ស្អីដែលចាប់ផ្ដើមឡើងដើមទ្រូងចន្លោះអាយុ7ឆ្នាំ8ឆ្នាំឬក៏9ឆ្នាំអីហ្នឹងគឺបានន័យថាគាត់ពេញវ័យលឿនពេកឯងហើយវីដេអូមុនខ្ញុំនិយាយអំពីរឿងពេញវ័យលឿនពេកហ្នឹងដែលគេមានថ្នាំទុកមានថ្នាំព្យាបាលតែមានគេ comment សួរថាចុះបើគាត់ពេញវ័យលឿនអញ្ចឹងតើវាឲ្យផលប៉ះពាល់អីហេតុអីបានយើងចង់ឲ្យគាត់ពេញវ័យលឿនទី1គឺពាក់ព័ន្ធជាមួយនឹងរឿងការលូតកម្ពស់របស់គាត់ដូចខ្ញុំតែងតែនិយាយក្នុងវីដេអូមុនអញ្ចឹងថាប្រសិនបើគាត់ពេញវ័យលឿនពេកគឺកម្ពស់របស់គាត់ស្ទុះតែពេលគាត់របៀបថាឡើងដើមទ្រូងមករដូវមានក្លិនក្លៀកមានអីនឹងមកប្រាវនឹងទេដល់ពេលគាត់មករដូវហើយភ្លាមគឺកម្ពស់របស់គាត់នឹងគឺស្រញហើយគាត់លែងលូតទៀតហើយទោះបីជាព្យាយាមញ៉ាំទឹកដោះគោញ៉ាំកាល់ស្យូមញ៉ាំវីតាមីន D មិនគឺអាការលូតកម្ពស់របស់គាត់នឹងគឺឬស្តាក់នៅត្រឹមហ្នឹងឬក៏លូតបានតិចតួចទេដល់អញ្ចឹងទៅបានយើងតែងតែព្យាយាមថាធ្វើមិនក្មេងតទៅគ្រប់អាយុបានត្រឹមត្រូវចាំឲ្យគាត់ពេញវ័យហើយគេសួរខ្ញុំទៀតថាអាយុត្រឹមត្រូវដែលអាចឲ្យគាត់ពេញវ័យបានហ្នឹងគឺអាយុប្រហែលនិយាយទៅឲ្យតែលើស9ឆ្នាំកន្លះគឺគាត់អាចមករដូវបានហើយក៏ប៉ុន្តែមានឪពុកម្ដាយមួយចំនួនដែលកូនរបស់គាត់មករដូវអាយុ10ឆ្នាំ11ឆ្នាំអីចឹងណាគាត់ភ័យក៏ខ្លាចកូនគាត់អត់លូតកម្ពស់បានខ្ពស់អីចឹងណានឹងក៏គាត់អាចយកកូនមកពិនិត្យបានដែរព្រោះអីគេនឹងថតពាក់ព័ន្ធជាមួយនឹង X-ray ឆ្អឹងដៃប្រសិនបើឧទាហរណ៍ថាកូនហ្នឹងគាត់មករដូវអាយុ10ឆ្នាំប៉ុន្តែ X-ray ឆ្អឹងដៃរបស់គាត់ហ្នឹងគឺមើលនៅមានបង្អួចនៃការលូតលាស់ទៀតអាហ្នឹងក៏យើងអាចប្រើថ្នាំពាក់ព័ន្ធជាមួយនឹងការទប់កុំឲ្យគាត់តន់មករដូវទុកឲ្យគាត់12ឆ្នាំ13ឆ្នាំចាំគាត់មករដូវអាការលូតលាស់កម្ពស់របស់គាត់ហ្នឹងគឺល្អវា perfect ជាងការដែលគាត់មករដូវលឿនពេកអញ្ចឹងអីដែលសំខាន់គឺរឿងកម្ពស់របស់កូននឹងឯងប៉ុន្តែចំណុចមួយទៀតដែលពុកម្ដាយត្រូវចាប់អារម្មណ៍ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងស្មារតីអារម្មណ៍ការការពារខ្លួនរបស់ក្មេងស្រីខ្ញុំបដោតទៅលើក្មេងស្រីពួកអីក្មេងស្រីនៅពេលដែលគាត់ពេញវ័យគាត់មានរដូវគឺគាត់ខ្លាយទៅជាមនុស្សស្រីគឺថាមនុស្សធំហីដល់អញ្ចឹងទៅគាត់អាចប្រឈមជាមួយនឹងរឿងជាច្រើនដែលប្រសិនបើគេហៅថា emotion ឬក៏អារម្មណ៍របស់គាត់អត់តន់រួចរាល់ពាក់ព័ន្ធជាមួយនឹងរឿងគេ bully ដោយសារក្មេងសកលគាត់ហ្នឹងអត់មានណាមានរដូវអត់មានណាឡើងដើមទ្រូងអីចឹងណាដល់អញ្ចឹងទៅវាប៉ះពាល់ផ្លូវចិត្តគាត់ដែរហើយមួយទៀតគឺគាត់អត់តន់ចេះការពារខ្លួនឯងពីមនុស្សប្រុសមានការលំបាកក្នុងការនៅពេលដែលគាត់ចេញទៅរៀនចេញទៅអីចឹងយើងខ្លាចមានមនុស្សប្រុសដែលគាត់ដូចថាគិតអីមិនល្អឬក៏មានបំណងមិនល្អមកលើកូនរបស់យើងព្រោះអីកាលណាគាត់មានពេញរូបពេញរាងជាក្មេងស្រីគាត់ទៅជាមនុស្សធំអញ្ចឹងគាត់លែងទៅជាកូនក្មេងទៀតអញ្ចឹងចំណុចហ្នឹងក៏ឪពុកម្ដាយគួរតែចាប់អារម្មណ៍ដែរ